កូនធ្វើការហត់ណាស់រាល់ថ្ងៃអង្គុយសម្រាកឲ្យស្រួលទៅបើប្រពន្ធឯងមិនចេះមើលថែត្រឡប់ទៅផ្ទះយើងទៅចាំម៉ែអ្នកមើលថែកូនរាជឮសម្ដីម្ដាយហើយដកដង្ហើមធំអ្នកម៉ែនិយាយអីនឹងខ្ញុំស្រឡាញ់ប្រពន្ធខ្ញុំហើយនាងក៏មានការងាររបស់នាងដែរចំណែកការងារផ្ទះក៏មិនមែនជាកាតព្វកិច្ចរបស់នាងតែម្នាក់ឯងទេខ្ញុំក៏ត្រូវជួយដែរណាម៉ែនេះមានការអ្វីធ្វើការលំបាកដូចកូនប្រុសម៉ែឬការងារផ្ទះនឹងវាធ្ងន់ណាស់មែនទេតើពេលណាទើបអ្នកម៉ែជប់រិះគន់ប្រពន្ធខ្ញុំទៀតរាជកូនតែងតែការពារប្រពន្ធទាំងដែលនាងមិនល្អទាល់តែសោះកូននៅមិនទទួលស្គាល់ទៀតឬថាកូនបានជ្រើសរើសមនុស្សខុសសំឡេងទ្វារបន្ទប់បើកមរកតដើរចេញមកខ្ញុំជាប្រពន្ធអាក្រក់ត្រង់ណាទៅអ្នកម្ដាយក្មេកម្ដាយរាជសម្លឹងមើលមរកតពីក្បាលដល់ចុងជើងដោយទឹកមុខមិនពេញចិត្តនេះឬជារបៀបដែលមនុស្សមានការអប់រំគេសួរសុខទុក្ខមនុស្សចាស់មើលចុះខ្លួនជាស្រីថ្ងៃស្មើនេះហើយទើបក្រោកឲ្យប្តីបំរើបាយទឹកទៀតគ្មានសេរីសួស្ដីសោះមរកតញញឹមតិចហើយឆ្លើយប្តីប្រពន្ធត្រូវចេះជួយគ្នាអញ្ចឹងហើយអ្នកម៉ែគ្មានសេរីសួស្ដីត្រង់ណាហើយចុះអ្នកម្ដាយក្មេងមកដៀកូនប្រសាទាំងព្រឹកនេះមានសេរីសួស្ដីណាស់ទៅឬស្រីអីនិយាយគ្មានការអប់រំកូនប្រុសខ្ញុំមិនមែនយកប្រពន្ធមកដើម្បីបំរើនោះទេបើថ្ងៃនេះយើងមិនមកកូនប្រុសយើងប្រហែលជាគ្មានបាយហូបទេមើលទៅ